ពុកនឹងម៉ែមិនបានឆ្លើយតបជាមួយខ្ញុំឡើយបានត្រឹមតែបដោស្នាមញញឹមស្រាលចេញមកបងភីងក់កំបាតិចហាក់កំពុងឆ្លើយថាពួកគាត់មិនអីនោះទេបងភីបងមានរឿងអីអ្នកណាអ្នកសម្លាប់បងភីប្រាប់ខ្ញុំមកបងភីមិនឆ្លើយតបអ្វីទាំងអស់ក្រៅពីស្នាមញញឹមដែលមានជាប់នៅលើមុខភ្លាមនោះខ្ញុំសន្លឹកទៅរកពុកនិងម៉ែដើម្បីរកចម្លើយខ្លះតែពួកគាត់មិនមានវត្តមាននៅទីនេះទៀតឡើយខ្ញុំរហ័សងាកមករកបងសីវិញតែទទេស្អាតគ្មានអ្នកណានៅទីនេះទេសូម្បីតែម្នាក់នៅសល់តែភ្លើងចង្គៀងប្រេងកាតដែលឲ្យទុកចោលនៅចំពោះមុខខ្ញុំរហ័សងាកឆ្វេងស្ដាំតែក៏គ្មានអ្នកណាមានវត្តមាននៅទីនេះឡើយស្រាប់តែភ្លឹបភ្លើងចង្គៀងត្រូវអ្នកណាម្នាក់ភ្លុំឲ្យរលត់ឈឹងខ្ញុំត្រូវស្ថិតក្នុងភាពងងឹតម្ដងទៀតតែមិនបានប៉ុន្មានផងពន្លឺថ្ងៃបានចាំងមកចំកែវភ្នែករបស់ខ្ញុំឲ្យធ្វើខ្ញុំព្រំភ្នែកលឹមដូចមនុស្សចាញ់ពន្លឺខ្ញុំព្យាយាមបោកភ្នែកទទួលយកការបបួលថ្ងៃយប់ថ្ងៃដ៏សែនតន់ហន់នេះទៅខ្ញុំដឹងថាពេលនេះខ្ញុំស្ថិតនៅជិតអណ្ដូងទឹកវាជាអណ្ដូងទឹកនៅក្បែរផ្ទះបងភីជួយខ្ញុំផងបងសំឡេងលាន់ចេញពីក្នុងអណ្ដូងហើយសំឡេងនេះគឺជាសំឡេងរបស់ខ្ញុំរត់យ៉ាងរហ័សទៅអើតក្នុងអណ្ដូងតែមិនឃើញមានអ្នកណាម្នាក់នៅក្នុងនេះឡើយស្រាប់តែបងខ្ញុំស្រាប់តែត្រូវបានអ្នកណាគេមកច្រានឲ្យធ្លាក់ចូលក្នុងអណ្ដូងទឹកមួយរំពេចសភាពឆ្លក់ទឹកស្ទើរស្លាប់បានកើតឡើងចំពោះខ្លួនខ្ញុំតម្រាំតែខ្ញុំអាចប្រឹងស្រវេស្រវាក់កុំឲ្យខ្លួនឯងលង់ទឹកខ្ញុំព្យាយាមស្វែងរកកន្លែងតោងឡើងទៅលើវិញតែគ្មានអ្វីដែលអាចឲ្យខ្ញុំតោងឡើងបានឡើយជួយផងខ្ញុំស្រែកសម្លឹងទៅខាងលើទាំងផិតភ័យដូចជាមនុស្សជិតស្លាប់ទើបបានប្រទះភ្នែកនឹងរបស់អ្វីម្យ៉ាងឈរនៅមាត់អណ្ដូងវាជាសាកសពអត់ក្បាលដែលខ្ញុំឃើញមុននេះតែលើកនេះវាមកទាំងកាន់ក្បាលវានៅនឹងដៃក្បាលនោះគឺក្បាលអាតារតនៈរំពេចនោះសាកសពពីកំណាត់ដែលឈរនៅខាងលើបែរជាបោះក្បាលរបស់វាចូលមកក្នុងអណ្ដូងលិចផ្លុំចូលទៅក្នុងទឹកក្បែរខ្លួនខ្ញុំរួចហើយខ្លួនដែលអាត់ក្បាលរបស់វាទាញគម្របអណ្ដូងបិទជិតឈឹងងងឹតឈឹងជួយផងខ្ញុំស្រែកចេញមកទាំងអាការៈស្លន់ស្លោជាទីបំផុតទ្រូងរបស់ខ្ញុំដូចជាមានរបស់អ្វីកំពុងលោតញាប់ទៅសឹងតកៀងតែកម្លាំងអ្វីម្យ៉ាងទាញខ្ញុំឲ្យអណ្ដែតឡើងមួយរំពេចមុននឹងខ្ញុំបាត់បង់សតិនៅក្នុងអណ្ដូងនោះលីនមកវិញមកចៅសំឡេងយាយភុនអណ្ដែតមកល្វើយជន់ក្នុងត្រចៀករបស់ខ្ញុំព្យាយាមបើកភ្នែកឡើងតែងអាការៈមមើខ្លាំងបំផុតក្បាលដែលធ្ងន់សឹងតែធ្លាក់កបានកំពុងតែទាញខ្ញុំឲ្យដួលទៅវិញតែបានយាយភុនមកជួយគ្រាឲ្យអង្គុយឡើងមានអ្វីសាមសើមនៅត្រង់បរិវេណច្រមុះរបស់ខ្ញុំគឺឈាមខ្ញុំកើតអីនឹងយាយខ្ញុំតាំងសតិមិនទាន់បានពេលឃើញខ្លួនឯងហូរឈាមចេញពីច្រមុះបែបនេះចៅឯងអស់អីហើយតែយាយភុននិយាយមិនដាច់ស្រេចព្រមដោយកែវភ្នែកសម្លឹងទៅមនុស្សប្រុសដែលដេកស្ទុះស្ទឹងក្បែរខ្ញុំអត់ទេមិនពិតទេខ្ញុំចាប់ផ្ដើមរហាមទឹកភ្នែកមកភ្លាមពេលសង្កេតឃើញបងដេកបិទភ្នែកមិនកម្រើកខ្ញុំស្ទុះទៅចាប់ស្មារបស់គាត់អង្រួនខ្លាំងក្រែងលោអាចយកគាត់ចេញពីគ្រោះថ្នាក់នេះបានព្រះអើយខ្លួនរបស់គាត់ក្តៅដោយរងើកភ្លើងស្ទើរតែចាប់រលាកបងដេតភ្ញាក់ឡើងបងដេតកុំកោតអីណាខ្ញុំស្រាប់តែទទួលអារម្មណ៍រំជួលចិត្តមួយឡើងមកវាជាអារម្មណ៍មួយពេលដែលខ្ញុំត្រូវបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ពុកបងភីហើយពេលនេះជីខ្ញុំជួយប្រលឹងបងដេតមិនបានទេមែនទេអត់ទេយាយមិនដឹងទេយាយមិនដឹងថាហេតុអីដេតមិនទាន់ដឹងខ្លួនទៀតដេតគេមិនទាន់ស្លាប់ទេព្រោះយាយមើលដួងឲ្យគេហើយគេពិតជាមិនទាន់ស្លាប់ទេយាយបញ្ជូនខ្ញុំទៅម្ដងទៀតទៅយាយយាយធ្វើមិនបានទេចៅភ្លើងធូបឆេលអស់ហើយយើងអស់ពេលហើយចៅយើងអស់ពេលហើយអញ្ចឹងឬមិនពិត
មិនពិតទេនេះបងដេតស្លាប់ពិតមែនឬបងដេតស្លាប់មិនបានទេបងដេតមិនបានខុសអីទេបងដេតមិនមែនជាកូនលោកពុកបងដេតមិនមែនជាកូនលោកស្រីរំយល់បងដេតមិនបានពាក់ព័ន្ធជាមួយគ្រួសារនេះឡើយបងដេតមិនអាចស្លាប់ទេទាំងដែលខ្ញុំមិនតន់ដឹងថាបងដេតជាអ្នកណាតែយាយបងដេតមិនមែនជាកូនលោកស្រីរំយោលទេហេតុអីបងដេតស្លាប់ហេតុអីបងដេតត្រូវពាក់ព័ន្ធនឹងការស្លាប់ទាំងនេះចៅថាម៉េចមិននឹងអាចទៅរួចជូតដេតជាកូនអ្នកណាមិនដឹងទេយាយខ្ញុំមិនដឹងទេចុះកូននាងរំយោលជាអ្នកណាគឺឈ្មោះនុវុឌ្ឍទេចាយាយគឺជានុវុឌ្ឍនរដេតវុឌ្ឍយាយនិយាយអីហ្នឹងវុឌ្ឍគឺដេតគឺវុឌ្ឍខ្ញុំស្រាប់តែនិយាយកាត់អាយាយក៏ស្ងៀមទ្រឹងឡើងតបវុឌ្ឍគឺដេតគឺវុឌ្ឍនេះជាសម្ដីរបស់លោកតានីវងគាត់ប្រាប់ខ្ញុំបែបនេះមានន័យថាបងដេតគឺជានុវុឌ្ឍហើយបងដេតពិតជាកូនរបស់លោកស្រីរំយល់នឹងពុកពិតមែនបងដេតពិតជាបងប្រុសរបស់ខ្ញុំពិតមែនព្រះអើយបងដេតជាសាច់ញាតិរបស់ខ្ញុំបែបនេះបងដេតពិតជាស្លាប់មែនឬយាយបានន័យថាបងដេតខ្ញុំរអាក់រអួលណែនសម្ដីត្រឹមបំពង់កកែវភ្នែកសម្លឹងតែកាន់កែវភ្នែកមួយគូទៀតទាំងទឹកភ្នែករហាមឯដៃជើងញ័រចំប្រាប់ដោយមនុស្សចិត្តឈួតយាយភុននៅតែមិនតបអ្វីឡើយក្រៅតែពីការយំខ្សឹកសួលរំដំធ្គាមឯបងដេតនៅតែដេកស្ទោកស្ទឹងមិនក្រោកមកឆ្លងឆ្លើយនឹងពួកយើងឡើយស្រាប់តែអាប់សាំងពពាលខ្មួលខ្មាញ់រសាត់ត្របាញ់ចូលមកក្នុងបរិវេណជុំវិញនេះឲ្យចាប់ងងឹតស្លុបម្ដងបន្តិចខ្យល់ត្រចប់ស្រេងហោះវឹងតាមប្រឡោះជញ្ជាំងស្លឹកត្នោតសម្ដែងមកកាន់ពួកយើងនឹងទៀនទាំងប៉ុន្មានដើមនោះឲ្យរលត់ឈឹងយាយគ្មានសំឡេងតបងងឹតត្រជាក់ស្ងាត់និងព្រឺឆ្អងខ្នងខ្ញុំយំហូរដោយគ្មានម្ចាស់ការតែប្រុសខ្ញុំបាក់ភ្នែកមកជាមួយនឹងទិដ្ឋភាពស្ទើរមិនគួរឲ្យជឿវាជាទីវាលកប់ខ្មោចនៅក្រោយវត្តប្រាសាទខាងត្បូងដែលនៅជិតនឹងផ្ទះយាយភុនតែម្ដងពន្លឺដួងច័ន្ទស្រាប់តែប្រកាសឡើងធ្វើឲ្យខ្ញុំអាចមើលឃើញទិដ្ឋភាពទាំងអស់នេះខ្ញុំងាកទៅមើលជ្រុងដែលជាទីតាំងផ្ទះយាយភុនតែមិនឃើញមានអ្វីនៅទីនោះទៀតឡើយលុះគ្រាន់តែខ្ញុំងាកត្រឡប់មកវិញជុំវិញខ្លួនរបស់ខ្ញុំសិតតែជាសាកសពដែលដាក់ឲ្យដេកក្បាលទៅទិសខាងលិចទាំងអស់ខ្ញុំឃើញសាកសពខ្លះនៅស្រស់ខ្លះរលួយមានដង្កើចោះគួរឲ្យក្អើមរអើមខ្លះរលាយសាច់អស់សល់តែឆ្អឹងហើយមានមួយដែលដេកនៅចំពោះមុខខ្ញុំនេះគឺជាបងដេតខ្ញុំបំរុងស្ទុះទៅដាស់គាត់ឲ្យងើបឡើងស្រាប់តែកម្លាំងខ្យល់ដ៏មហិមាមួយបានបំប៉ោនខ្ញុំឲ្យខ្ទាតទៅក្រោយដូចបាល់ខ្យល់កំណាចដ៏ខ្លាំងមិនដឹងជារសាត់មកពីណាតែមានក្លិនមួយដែលអាចសម្គាល់បានថាជាក្លិនអ្វីគឺក្លិនប្រេងកាតវិញ្ញាណកំណាចរបស់អារតនធិបតីស្រាប់តែបង្ហាញខ្លួនឡើងមកក្នុងរូបភាពជាសាកសពកំពូតក្បាលដោយគេកាន់ក្បាលខ្លួនឯងនៅនឹងដៃមុខមាត់ដ៏អពលាករបស់វាញញឹមឡើងមកហាក់ដូចជាកំពុងតែមានសេចក្តីសុខខ្លាំងណាស់គឺសេចក្តីសុខនឹងការយកជីវិតរបស់មនុស្សគ្មានកំហុសបន្ទាប់មកវាបន្លឺសំឡេងសាច់ក្រហមឡើងមកតាំងពេញចិត្តមុខវាញញឹមចុងមាត់ឯសំឡេងនេះវាហាក់ដូចជាខាបត្របាក់ខួរក្បាលរបស់ខ្ញុំឲ្យធ្វើអ្វីមិនត្រូវទម្រាំតែនឹងឃើញថាអ្វីទៅជាចំណងក្នុងរឿងនេះក្រោយពីស្វែងរកចំណងហើយខ្ញុំត្រូវមានភារកិច្ចមួយដែលនៅចំពោះមុខខ្ញុំនេះគឺជួយសង្គ្រោះបងប្រុសឲ្យដឹងខ្លួនវិញខ្ញុំក្រឡេកមកមើលសាកសពបងប្រុសដែលដេកចំពោះមុខម្ដងទៀតតែលើកនេះមិនមែនមានតែសាកសពបងប្រុសរបស់ខ្ញុំម្នាក់នោះទេសាកសពជាច្រើនអ្នកបានដាក់ទន្ទឹមគ្នាយ៉ាងអណោចអាធមបំផុតខ្ញុំអូសកែវភ្នែកសម្លឹងមើលសេនាធិកម្មនៃការស្លាប់របស់អ្នកទាំងនោះម្ដងម្នាក់លោកស្រីរំយល់លោកធីខុន
ម៉ែពុកបងភៀលោកតានិវង្សបងដេតហើយនឹងសាក់សពអ្នកជុងក្រោយគឺជាខ្ញុំខ្ញុំរន្ធត់ដួលប្រុសទៅក្រោយស្រាប់តែមានអ្នកណាម្នាក់មកចាំជួយគ្រាខ្ញុំនៅពីក្រោយក្នុងយាយខ្ញុំស្រឡាំងកាំងអស់ហើយពេលដែលឃើញលោកយាយសុភុនមានវត្តមាននៅទីនេះយាយភុនកែវភ្នែកស្លក់ខ្មៅដូចមនុស្សមិនបានដេកពួនដៃជ្រីវជួងរបស់គាត់លើកមកអង្អែលថ្ពាល់របស់ខ្ញុំលីនចៅឲ្យយាយសុំទោសណាចៅយាយភុនស្រាប់តែនិយាយពាក្យសុំទោសទាំងគ្មានហេតុផលខ្ញុំវង្វេងដូចមនុស្សឈួតដោយអំណាចនៃការបែងចែកលែងដាច់ថាមានរឿងអីកើតឡើងឲ្យប៉ាគាត់យាយដាសន្សឹមសំដៅទៅរកសាកសពទាំងនោះតែវូសំលេងសន្ធាប់ស្រែកស្ញោដករលួយរបស់ខ្មោចកំបុតក្បាលនោះរុនថែនឡើងរង្គើដីលាន់សឹងបីក្រដាស់តជាធ្វើឲ្យខ្ញុំញ័រខ្លួនទន់ចន្គល់ដួលទៅនឹងដីបានហើយលោកបងបានហើយឈប់ធ្វើបាបពួកគេទៀតទៅដោះលែងវិញ្ញាណកូនចៅទាំងអស់នេះទៅតាបានទេលោកបងធីខុនម៉ែសំទោសដែលម៉ែថៃកូនមិនបានម៉ែរកឃាតករសម្លាប់កូនមិនឃើញម៉ែសំទោសលោកបងដោះលែងវិញ្ញាណកូនយើងទៅដោះលែងពួកគេទៅលោកបងប៉ុណ្្នឹងបានហើយនេះមានន័យថាយាយផុនជាម្ដាយនាយទីខុនឬលីនឲ្យយាយសំទោសដែលយាយមិនបានប្រាប់ការពិតទាំងអស់នេះតាមពិតយាយជាម្ដាយទីខុនជាប្រពន្ធលួចលាក់របស់លោករតនាធិបតីតែយាយលាក់បាំងចៅយាយដឹងរឿងទាំងអស់នេះយូរហើយតែយាយធ្វើអីមិនបានទេយាយមិនហ៊ានប្រឈមមុខយាយធ្វើម្យ៉ាងឯងមិនបានយាយកំចាត់លោករតនៈមិនបានទើបយាយឲ្យចៅមកធ្វើរឿងទាំងអស់នេះឲ្យយាយសុំទោសផងណាលីនយាយគឺជាម្ដាយរបស់ទីខុនមែនហើយចៅមែនហើយចុះយាយមិនដឹងថាពុកនឹងជាអ្នកសម្លាប់ខ្ញុំបំរុងតែនឹងប្រាប់ថាលោកទីខុនស្លាប់ដោយរបៀបណាតែវូខ្មោចតារតនៈស្រែកសន្ធប់សាយជាថ្មីឯយាយភុនស្រាប់តែចាប់ផ្ដើមរលាយคล้ายជាខ្យល់ម្ដងបន្តិចតាំងសតិរាំងចៃរកនឹកមើលទៅតើអ្វីជាចំណងយាយនិយាយថ្នមសឹងតែស្ដាប់មិនលឺឯចំណៃក្រៀមខំពង្រឹងស្មារតីខ្លួនឯងឲ្យត្រឡប់មកវិញហើយយាយភុនបានរលាយខសិលជាបំណែកធូលីបានហើយតាំងសតិឡើងរកនឹកក្រៀមដាស់តឿនខ្លួនឯងខ្លាំងដេញខួរក្បាលកំពុងតែរត់យ៉ាងសកម្មបំផុតស្រាប់តែឈូភ្លៀងស្រាប់តែបង្អូរចុះមកយ៉ាងទន់ហន់រកថាមិនត្រូវណាយទៅស្លាប់ឲ្យផុតទៅចុះខ្ញុំមិនបានមកខ្វល់ជាមួយព្យុះភ្លៀងដែលបង្កើតឡើងដោយស្នាដៃតាកញ្ចាស់ម្នាក់នេះទេមើលចុះគ្រប់គ្នាដែលដេកនៅចំពោះមុខខ្ញុំនេះប្រហែលសុទ្ធតែនៅក្រោមអំណាចរបស់តាម្នាក់នេះផងក៏មិនដឹងព្រោះតែទ្រព្យសម្បត្តិបែរជាប្រោសប្រាត់កូនខ្លួនឯងជាឃាតករមុននេះខ្ញុំនិយាយថាព្រោះតែទ្រព្យសម្បត្តិមែនហើយព្រោះតែទ្រព្យសម្បត្តិជាចំណងក្នុងរឿងនេះខ្ញុំចាំបានហើយតាម្នាក់នេះទីខ្ចីប្រាក់លោកតានិវង្សដោយទុកប្លង់ដីជាការបញ្ចាំបន្ទាប់មកឲ្យកូនទៅលួចយកមកវិញព្រោះតែភាពលោភលន់ក្រោយមកពុកបានត្រីលោកតានិវង្សបញ្ជាឲ្យទៅតាមសម្លាប់ទីខុននិងយកប្លង់ដីនោះទៅឲ្យតានិវង្សវិញបានការហើយចង់បានប្លង់ដីមកវិញទើបចងអាឃាតជាមួយនឹងពុកសម្រាប់ពុកព្រោះគិតថាប្លង់ដីនៅជាមួយពុកតែប្លង់ដីនោះនៅផ្ទះលោកតានិវង្សសោះវឹបខ្ញុំស្រាប់តែមកប្រកាសខ្លួនឡើងក្នុងបន្ទប់ដាក់សៀវភៅរបស់លោកតានិវង្សអស្ចារ្យណាស់ការងារបន្តទៅនេះដើម្បីឲ្យអាតាកញ្ចាស់នោះស្ងប់ចិត្តគឺត្រូវយកប្លង់ដីនេះទៅប្រគល់ឲ្យវាវិញតែបើប្រគល់ប្លង់ដីឲ្យវាវិញចុះប្រាក់ដែលវាខ្ចីពីលោកតានិវង្សនោះមិនคล้ายជាអាសាបងទៅហើយទេហើយតានិវង្សសុខចិត្តដែរឬឃ្លាមចាប់ផ្ដើមមានអាការៈឈឺក្បាលឡើងមកភ្លាមមួយរំពេចឃ្លាមក្មេងដល់ថ្នាក់នេះឃ្លាមមិនគួរណាត្រូវមកដោះស្រាយរឿងមនុស្សចាស់ដែលជាប់ជំពាក់មករាប់សិបឆ្នាំមិនព្រមបញ្ចប់បែបនេះទេឲ្យឃ្លាមធ្វើយ៉ាងម៉េចទេស្រាប់តែក្តាំងសំឡេងធ្លាក់របស់អ្វីមកធ្លាក់នៅពីមុខខ្ញុំដែលមានរាងដូចជាស៊ុំរូបថតដែលមានអំបែងកបចក់បែករីប៉ាយមែនហើយវាជារូបថតជួបជុំគ្រួសាររវាងលោកទីខុនលោកស្រីរំយោលនិងបងដេតកាយពីទៅនឹងកើតឬមួយ
នេះជាការបង្ហាញផ្លូវខ្ញុំសង្កេតមើលរូបថតនេះទាំងមិនដាក់ភ្នែកក្រាងអាចមានតម្រុយអ្វីនឹងបង្ហាញខ្លះតែគ្មានអ្វីគួរឲ្យកត់សម្គាល់ឡើយក្រៅពីពន្លឺក្រហមចេញពីកែវភ្នែករបស់លោកទីខុនព្រមទាំងអ្នកស្រីរំយល់នេះមែនហើយគឺជាអ្នកទាំងពីរដែលស្លាប់ព្រោះតែកំហឹងភ្លើងកំហឹងរបស់លោកទីខុនគឺត្រូវលោកស្រីរំយល់បោកប្រាស់ឲ្យចិញ្ចឹមកូនអ្នកផ្សេងឯចំណែកលោកស្រីរំយល់គឺខឹងនឹងលោកទីខុនដែលមិនទទួលស្គាល់បងដេតជាកូនអ្នកទាំងពីរស្លាប់ក្នុងថ្ងៃតែមួយពេលតែមួយភ្លើងទោសៈអ្នកទាំងពីរនេះคล้ายជាអំណាចងងឹតដែលជួយឲ្យតាកញ្ចាស់នោះคล้ายជាខ្លាំងអស្ចារ្យបើចង់ឲ្យតាកញ្ចាស់នោះបញ្ឈប់ត្រូវតែបញ្ឈប់ភ្លើងកំហឹងអ្នកទាំងពីរនេះសិនខ្ញុំចាប់ផ្ដើមយល់ន័យតែនៅតែមិនអាចធ្វើអ្វីបានទឹកភ្នែកស្រាប់តែរលីងរលោងហើយទន់ដៃជើងយ៉ាងចម្លែកមែនហើយគឺហត់ទាំងកាយហត់ទាំងចិត្តខ្ញុំលុតជង្គង់ទឹកភ្នែករហាមហើយលើកដៃសំពែកជាមួយនឹងពីកអង្វរដែលអួនណែនពេញទ្រូងលោកស្រីលោកប្រុសនាងខ្ញុំសូមខមារទោសដែលនាងខ្ញុំចេះដឹងរឿងក្នុងគ្រួសាររបស់អ្នកទាំងពីរតែសូមអ្នកទាំងពីរអហោសិកម្មឲ្យគ្នានឹងគ្នាទៅអ្នកទាំងពីរមើលចោះបងដេតគាត់មិនបាំងដឹងអីទេតើអ្នកទាំងពីរដាច់ចិត្តឈរមើលបងដេតស្លាប់បែបនេះពិតមែនទេលោកប្រុសទីខុនទោះបីជាបងដេតមិនមែនជាកូនបង្កើតរបស់លោកតែគាត់នៅតែជាសាច់ឈាមរបស់លោកព្រោះលោកស្រីរំយល់ជាប្រពន្ធរបស់លោកពេញច្បាប់លោកឃើញទេទោះបីជាលោកស្លាប់តែហើយក្តីក៏ឈ្មោះជាគូប្តីប្រពន្ធដ៏ថ្លៃថ្នូររបស់លោកនៅតែមានគេចាំជាប់ជានិច្ចលោកស្រីរំយល់គាត់ព្យាយាមបំពេញតួនាទីជាភរិយាដ៏ឧត្តមជួយរក្សាកិត្តិយសក្នុងគ្រួសារទាំងសងខាងក៏ព្រោះតែចង់លុបលាងកំហុសដែលលាក់បាំងការពិតជាមួយលោកតើអ្នកណាដែលមិនធ្លាប់ធ្វើខុសនោះសូមលោកអហោសិកម្មឲ្យលោកស្រីផងទេចោះចំណែកលោកស្រីរំយល់តើលោកស្រីមានដឹងទេថាការដែលលោកស្រីចងកសម្លាប់ខ្លួនវាបាបកម្មប៉ុណ្ណាលោកស្រីមានឃើញការរស់នៅរបស់បងដេតដែរទេគាត់តែងស្រមៃចង់បានភាពកក់ក្ដៅពីគ្រួសារដូចគេដូចឯងដែរតែគាត់គ្មានឱកាសឡើយព្រោះលោកស្រីបែរជាទៅចោលគាត់ទៅវិញលោកស្រីអាត្មានិយមខ្លាំងណាស់សូមលោកស្រីមេត្តាអហោសិកម្មត្រឹមនេះចោះដើម្បីឲ្យវិញ្ញាណរបស់អ្នកទាំងអស់គ្នាបានទៅកាន់កន្លែងស្ងប់សុខនៃឯជាតិខាងមុខផងនាងខ្ញុំនឹងធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកទាំងអស់គ្នាសូមត្រឹមតែអ្នកទាំងអស់គ្នាឈប់សាងបាបកម្មទៀតទៅគ្រាន់តែការអន្វរការបញ្ចប់ភ្លាមខ្ញុំបើកភ្នែកឡើងជាមួយវត្តមានរបស់លោកទីខុននិងលោកស្រីរំយល់ដែលប្រកាសខ្លួននៅចំពោះមុខខ្ញុំឃើញពួកគាត់មើលមុខគ្នាមួយសន្ទុះទើបបែរមុខមករកខ្ញុំអរគុណលោកទីខុនស្រាប់តែបន្លឺសម្ដីអរគុណមកកាន់ខ្ញុំជួយមើលថែបងប្រុសឯងផងណាកូនលោកស្រីរំយល់និយាយយ៉ាងផ្អែមល្ហែមដែលធ្វើឲ្យខ្ញុំទឹកភ្នែករលីងរលោងឡើងមកខ្ញុំលើកដៃសំពាក់អ្នកទាំងពីរនោះព្រមទាំងសូត្របាលីដែលលោកយាយភុនបានប្រាប់ជាបាលីនាំសត្វមានបាបឲ្យរួចចាកផុតពីវេរីនឹងគ្នាសពេសតាអវេរាហោនតុលោកស្រីលោកប្រុសកាន់ដៃគ្នាសន្សឹមកាយរលីជាធូលីម្ដងបន្តិចជះរស្មីភ្លឺផ្លាយពណ៌ណារាយរហូតទាល់តែបាត់ឈឹងពីទីនេះទុកត្រឹមស្រមោលវងភាគស្រគត់ស្រគំដាមជាប់លើការចងចាំរបស់ខ្ញុំពួកគាត់មុខតែទៅកាន់ទីកន្លែងដ៏ស្ងប់សុខនោះមិនខានឡើយខ្ញុំត្រេកអរចំពោះការអហោសិកម្មឲ្យគ្នានឹងគ្នានេះណាស់ក្រោយពីលោកទីខុននិងលោកស្រីរំយល់រលាបាត់ខ្ញុំដើរទៅយកឯកសារប្លង់ដៃដែលខ្ញុំចាំយ៉ាងច្បាស់ថាលោកតានិវង្សបានយកទៅសៀតចូលកន្លៀតសៀវភៅពណ៌លឿងតែមិនទាន់នឹងបាត់ហត់ស្រួលបួនផងតារតនៈស្រាប់តែប្រកាសឡើងមកទាំងសភាពគួរឲ្យសង្វេគដូចសពមួយដងខ្ញុំស្រែកឡើងភ្លាត់សំឡេងភ្ញាក់ព្រឺតបោះឯកសារទាំងនោះចោលខ្ទេចតាកញ្ចាស់នោះបានដោតសន្សឹមមកជិតខ្ញុំបន្តិចម្ដងដើរស្ទើរតែមកដល់ទល់នឹងមុខខ្ញុំនៅមិនដល់មួយចង្អាមទៀតផងដួងវិញ្ញាណរបស់ខ្ញុំមិនដឹងថាអាចធ្វើអីបានក្រៅពីដង្ហុកខ្យល់ស្ទើរតែផុតដង្ហើមស្លាប់នោះឡើយភ្លាមនោះសំឡេងអ្វីមួយបានបន្លឺឡើងមករងំមិនដាច់សូររហូតធ្វើឲ្យខ្ញុំដឹងថាវាជាសំឡេងអ្វីសំឡេងព្រះសង្ឃស្វាធ្យាយព្រះធម៌ខ្ញុំរហ័សញាក់ទៅរកប្រភពសំឡេងដែលឮឡើងពីជ្រុងម្ខាងហើយអ្វីដែលខ្ញុំបានឃើញវាពិតជាគួរឲ្យជ្រះថ្លាខ្លាំងជាទីបំផុតខ្ញុំឃើញទិដ្ឋភាពដែលមានពុកបងភានិងខ្ញុំធ្វើបុណ្យពិសាខប់បូជាជាមួយគ្នាអភិនិហានេះ
ធ្វើឲ្យខ្ញុំនឹកឃើញនៅបុណ្យកុសលទាំងឡាយដែលខ្ញុំធ្លាប់បានធ្វើមកជារឿយៗមិនដែលខាននោះឡើយខ្ញុំធ្លាប់ឮពុកប្រាប់ថាការធ្វើបុណ្យសន្សំកុសលឲ្យបានច្រើនរៀនហាត់អប់រំចិត្តខ្លួនឯងឲ្យស្ងប់សុខនោះពួកអមនុស្សវាធ្វើអ្វីយើងមិនបាននោះទេដោយអំណាចនៃគុណព្រះរតនត្រ័យដោយអំណាចដែលខ្ញុំករុណាធ្វើតែសេចក្តីល្អសូមឲ្យបារមីវត្ថុស័ក្តិសិទ្ធិទាំងអស់មកកំចាច់វិញ្ញាណខ្មោចចង្រៃអបលៈនេះឲ្យវិនាសអន្ធានធំចុះខ្ញុំប្រឹងស្រែកខ្លាំងៗទាំងរន្ធត់ចិត្តស្រាប់តែវ៉ូអ្វីគ្រប់យ៉ាងស្រាប់តែរលាយខ្សលចេញពីមុខខ្ញុំអស់វិញ្ញាណខ្មោចតាកញ្ចាស់នោះស្រែកសន្ធាប់ស្ទើរបែកអាកាសរួចក៏រលាយរលត់បំបែកខ្លួនជាពពកខ្មៅងងឹតរួចរស់សាត់ចេញទៅលែងមានរូបរាងតទៅទៀតខ្ញុំឃើញពន្លឺព្រះអាទិត្យកំពុងរះចាំងចូលមកក្នុងកែវភ្នែកទាំងគូរបស់ខ្ញុំហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍ស្រស់ថ្លាឡើងមកវិញព្រោះអ្វីៗអាចបញ្ចប់ទៅដោយល្អការបាត់បង់លើកនេះធ្វើឲ្យខ្ញុំដឹងថាភាពទន់ជ្រាយមិនមែនជាជំរើសសម្រាប់ដោះស្រាយបញ្ហានោះទេមើលចុះពេលដែលយើងរឹងមាំយើងក៏អាចដោះស្រាយបញ្ហាបានមិនអីចឹងចាញ់ជាព្រះឈ្នះជាមាគឺគ្រាន់តែជាទ្រឹស្ដីដែលធ្វើឲ្យមនុស្សព្រមចុះចាញ់សត្រូវតែប៉ុណ្ណោះតែលីនដាមិនព្រមចុះចាញ់ទេខ្ញុំស្រាប់តែនឹកឃើញដល់សម្ដីបងភាដែលធ្លាប់ប្រាប់ខ្ញុំថាពួកយើងធ្វើបុណ្យល្អវត្ថុស័ក្តិសិទ្ធិនឹងតាមថែរក្សាមិនខាន